ក្រោយដឹងថាឡាបរិយាកំពុងពោះចិត្តគ្រប់ខែក្នុងពន្ធនាគារធ្វើឲ្យលោកបណ្ឌិតពេជ្រស្រស់ហ៊ានចេញមកនិយាយត្រង់ថាច្បាប់គឺច្បាប់ប៉ុន្តែរឿងខ្លះបន្ទាប់ពីបានឃើញអ្នកនាងឡាបរិយាធ្លាក់ក្នុងសភាពប្រែប្រួលនិងមានផ្ទៃពោះបែបនេះមហាជននាំគ្នាបង្ហាញក្តីអាណិតអាសូរនិងស្នើសុំឲ្យមានការដោះលែងដល់រូបគាត់គូបញ្ជាក់ផងដែរថាក្រោយពេលចាប់ខ្លួនបានមួយអាទិត្យទើបដឹងថាមានផ្ទៃពោះយ៉ាងណាមិញយើងរងចាំមើលតទៅទៀតខណៈដែលមហាជនយ៉ាងច្រើនលើសលប់បញ្ចេញមតិសុំការលើកលែងបែបនេះក្នុងនោះគេក៏បានឃើញលោកបណ្ឌិតពេជ្រស្រស់បានទទូចសម្ដេចទាំងទ្វេមេតាពិចារណាឲ្យអ្នកម៉ាក់ឡាបរិយាបាននៅក្រៅឃុំដើម្បីថែរក្សាកូនក្នុងផ្ទៃដែលចិត្តគ្រប់ខែថ្ងៃនេះលោកបណ្ឌិតពេជ្រស្រស់បានបញ្ចេញមតិយ៉ាងចាក់ដោតជុំវិញករណីនេះលោកបណ្ឌិតថាច្បាប់គឺច្បាប់ប៉ុន្តែចំពោះករណីខ្លះបាបក៏គូតែមានគុណធម៌អមជាមួយផងដែរជាពិសេសចំពោះស្ត្រីមានផ្ទៃពោះសំណូមពរដល់ថ្នាក់ដឹកនាំលោកបានស្នើដល់សម្ដេចទាំងទ្វេមេតាពិចារណាស្នើដល់តុលាការដើម្បីឲ្យលោកស្រីឡាបរិយាបាននៅក្រៅឃុំបណ្ដោះអាសន្នលោកបណ្ឌិតយកឃើញថាអំពើខុសឆ្គងរបស់គាត់មិនមែនជាទង្វើធ្ងន់ធ្ងរដោយចារកម្មឲ្យសត្រូវឡើយដូច្នេះអ្វីដែលគូសន្តោសប្រណីបានសូមមេត្តាលើកលែងខ្លះទៅព្រោះអាសូរកូនក្នុងផ្ទៃដែលគ្នាមិនដឹងអ្វីសោះ